ពេលចូលក្នុងបន្ទប់ទឹកតើគួរដោះអាវមុនឬក៏គួរស្រែកខោមុនអាម៉េចទេ រឿងអ្វីដែលអ្នកនៅខាងលើសបាយអ្នកនៅខាងក្រោមរឹតតែសបាយអូហូយស្អីទេម៉ែមអូននេះមានមនុស្សម្នាក់នៅពេលយប់ម៉ោង11:55នាទីខំប្រឹងញ៉ាំវាកំប៉ុងបណ្ដើរមើលនាឡិកាបណ្ដាហេតុអ្វីសួស្តីដល់អ្នកនាងស្វាគមន៍មកកាន់វីដេអូថ្មីចឹងថ្ងៃនេះគឺយើងមកលេងលបងបញ្ញាទៀតហើយសំណួរគេសួរថាកងទ័ពកំពុងការពារព្រំដែនហេតុអ្វីបានជាមានសត្រូវចូលមកហើយពួកគេនៅតែបិទភ្នែកម្ខាងបើកភ្នែកម្ខាងដោយសារអីអត់ដឹងណាមើលម្លោយមកពួកគេកំពុងតែតម្រង់កំសើឲ្យចង់គោលដៅបិទអូមែនបិទភ្នែកម្ខាងបើកភ្នែកម្ខាងហ្មងភ្លើងតើភាពខុសគ្នារវាងរន្ទះនិងអំពូលភ្លើងគឺជាអ្វីអំពូលភ្លើងយើងដោតលុយអំពូលភ្លើងយើងដោតជាមួយភ្លើងឯងភ្លើងជាមួយភ្លើងដូចផ្ទះអត់ទេត្រូវវាបាញ់ហ្មងវាចម្លើយមួយត្រូវបងថ្លៃគេទៅនេះមួយទៀតមិនបាញ់មួយអំពូលភ្លើងត្រូវបងថ្លៃភ្លើងផ្ទះបាញ់ត្រូវបាញ់បឹងមិនចាំប្រើផ្លាក់មិនចាំគិតលុយទេមានមនុស្សម្នាក់នៅពេលយប់ម៉ោង11:55នាទីខំប្រឹងញ៉ាំវាកំប៉ុងបណ្ដើរមើលនាឡិកាបណ្ដាហេតុអ្វីដោយសារតែមីកំប៉ុងហ្នឹងវាចិត្តធ្វើដលេពីព្រោះមីនោះចិត្តផុតកំណត់ហើយអូខេចិត្តផុតកំណត់តែក៏ក៏ឌីអញ្ចឹងមិនញ៉ាំបណ្ដើរមើលបណ្ដើរតែម៉ោង12ភ្លាមវាផុតកំណត់បាត់ញ៉ាំលេងកើតតើរឿងអ្វីដែលអ្នកនៅខាងលើសបាយអ្នកនៅខាងក្រោមរឹតតែសបាយអូហូយស្អីទេម៉ែមអូននេះរឿងអីដែលអ្នកនៅខាងលើក៏សបាយហើយអ្នកនៅខាងក្រោមអត់តែសបាយណាណាមើលការបង្គុំត្រីអ្នកជ្រៀងគេកំពុងតែសបាយទៅគិតដល់ណានេះគិតដល់ណាអ្នកនៅលើក៏សបាយអ្នកនៅខាងក្រោមក៏ហត់តែសបាយពេលចូលក្នុងបន្ទប់ទឹកតើគួរដោះអាវមុនឬក៏គួរស្រែកខោមុនអាម៉េចទេពីឯងធម្មតាចូលបន្ទប់ទឹកដោះអាវទេចូលតែវាមានមូលហេតុតែចូលយើងចូលធ្វើអីពេលចូលក្នុងបន្ទប់ទឹកតែគួរដោះអាវមុនឬក៏ស្រែកខោមុនអញ្ចឹងចូលបន្ទប់ទឹកមើលចម្លើយបិទទ្វារមុនដល់ជាងបើបិទទ្វារទេតែខោមុនក៏ដោយដាក់អាវមុនក៏ដោយគេមើលឃើញអញ្ចឹងយើងគួរបិទទ្វារមុននៅក្នុងកម្មវិធីជប់លៀងមួយបរិម្នាក់មានសក់តែ3សរសៃហេតុអ្វីបានជាគាត់ដកមួយសរសៃចោលនៅក្នុងវិធីជប់លៀងមួយមានបរិម្នាក់ហ្នឹងគាត់មានសក់3សរសៃហើយហេតុអីបានគាត់ដកមួយសរសៃចោលនោះជាវិធីធំដុំគេតម្រូវឲ្យស្លៀកពាក់ត្រឹមត្រូវហើយឲ្យសិតសក់ពុំកណ្ដាលអូខេពូសក់កណ្ដាលអញ្ចឹងបានថាមួយសរសៃទីវាទិសតែអញ្ចឹងគេដកចោលអញ្ចឹងទៅទៅពីរពេកដើម្បីឲ្យសុបិនខ្លាចជាការពិតតែយើងត្រូវធ្វើអីមុនគេដើម្បីសុបិនខ្លាចជាការពិតតែយើងត្រូវធ្វើអីមុនគេធ្វើអីខំប្រឹងធ្វើវាឲ្យជោគជ័យទៅខ្លាចជាការពិតចាមើលក្រៅពីដំណេកហើយមិនក្រៅពីដំណេកដើម្បីឲ្យសុបិនខ្លាចជាការពិតឧទាហរណ៍ថាយើងយល់សពថាយើងកំពុងស៊ីបាយអញ្ចឹងមានថាយើងកំពុងយល់សពហ្នឹងអញ្ចឹងយើងក្រៅពីដំណេកក្រៅពីដេកមកយើងទៅស៊ីបាយទៅវាខ្លាចជាការពិតទេវាមិនមែននៅក្នុងសុបិនទេវិធីធ្វើការដែលសន្សំកម្លាំងនិងពេលវេលាបំផុតគឺជាអ្វីធ្វើការមានប្រើកម្លាំងមានប្រើពេលវេលាបើសន្សំកម្លាំងសន្សំពេលវេលាធ្វើអីចាំសាច់ចាំហើយចាំសាច់ចាំអូឡយហ្មងលោកគ្រូបានឲ្យក្មេងៗគូសរូបចាប់មានសិស្សម្នាក់បានប្រគល់ក្រដាស់ទទេរួចប្រាប់ថាគូសរួចហើយតើវាបកស្រាយថាម៉េចបកស្រាយថាម៉េចគ្រូឲ្យក្មេងៗគូសរូបចាប់ហើយមានសិស្សម្នាក់ហ្នឹងឲ្យក្រដាស់ទទេទៅគ្រូតើវាមានន័យថាម៉េចក្រដាស់ហ្នឹងបត់រូបចាប់ឲ្យអត់ទេគូសមិនមែនបត់ទេគូសចាប់នោះបាត់ចាប់បាត់អីអញ្ចឹងមានរូបចាប់ដែរទៀតរូបក្រដាស់ទេតើវិធីអ្វីដែលអាចព្យាបាលអាការៈពុលឡានដោយមានប្រសិទ្ធភាពបំផុតកុំជិះឡានYes ឬចាស់គេថាថាបតកង់ឡានឬក៏ថាផ្សេងគេអាកង់ឡាននេះលែងពុលហើយកុំជិះឡានតែអត់ពុលហ្នឹង
cũng កុំ chi ជី là ឡាន chi là nó full về đấy បុរសចិត្តធម៌ម្នាក់បានស្លាប់ទេវតាសម្រេចឲ្យគាត់ឡើងឋានសួគ៌ប៉ុន្តែហេតុអ្វីបានជាគាត់បដិសេធ គាត់មានចិត្តធម៌ប៉ុន្តែគាត់ស្លាប់ហើយទេវតាឲ្យឡើងឋានសួគ៌អត់ឡើងទៀតអត់ចង់ឡើងឋានសួគ៌ទៀតដោយសារអីដោយសារអីទាំងអស់គ្នាតាឆ្លើយទាំងអស់គ្នា